មិត្តក្រោយពីធ្វើដំណើរអស់រយៈពេលជាយូរតាំងពីម៉ោង 6 ព្រឹកមកម្ល៉េះឥឡូវយើងក៏បានមកដល់កសិដ្ឋានសូត្រសិប្បកម្មអង្គរដែលស្ថិតនៅក្នុងស្រុកពួកទឹកដីខេត្តសៀមរាបសិប្បកម្មសូត្រនេះជាកន្លែងផលិតសូត្រខ្មែរដ៏ល្បីឈ្មោះមួយប្រចាំខេត្តសៀមរាបប្រិយមិត្តទាំងអស់គ្នាពិតជាចង់ដឹងថាតើសិប្បកម្មសូត្រផលមានទិដ្ឋភាពយ៉ាងណាសូមអញ្ជើញទៅទស្សនាទាំងអស់គ្នាអារម្មណ៍យ៉ាងម៉េចដែរនៅពេលដែលបានធ្វើដំណើរមកកាន់សិប្បកម្មសៀកហ្វាននេះនៅពេលដែលខ្ញុំបានឃើញនៅសិប្បកម្មសៀកហ្វាននេះគឺខ្ញុំពិតជាមានអារម្មណ៍ថាប្រោតដោយសារតែនៅក្នុង process ដើម្បីក្លាយទៅជាសូត្រមួយហ្នឹងគឺវាពិតជាមានការលំបាកយ៉ាងខ្លាំងដោយសារតែវាកើតចេញពីដង្កូវហើយវាត្រូវឆ្លងកាត់ដំណាក់កាលច្រើនដើម្បីបានក្លាយទៅជាសម្លៀកបំពាក់មួយនេះដែរមានការលើកទឹកចិត្តទៅយុវជនខ្មែរយ៉ាងម៉េចដែរចំពោះការគ្រប់គ្រងផលិតផលក្នុងស្រុករបស់យើងសម្រាប់ខ្ញុំគិតថានៅក្នុងនាមយើងជាយុវជនខ្មែរគឺយើងត្រូវតែនាំគ្នាជួយថែរក្សាហើយនឹងយល់ដឹងឲ្យកាន់តែច្បាស់ពីសិទ្ធិរបស់ខ្មែរយើងចូលរួមគ្រប់គ្រងផលិតផលខ្មែរទាំងអស់គ្នានាងខ្ញុំកឹមផល្លាពីទឹកដីអង្គរខេត្តសៀមរាប